ហើយណាសូមកូនមើលថែខ្លួននិងមើលផ្ទះសម្បែងផងហើយកុំគិតចង់ទៅសួននោះឲ្យសោះតែភ្លាមនោះគាត់បានឃើញបុរសចម្លែកម្នាក់មានរូបរាងចម្លែកដើរឆ្ពោះមកគាត់យ៉ាងលឿនណែចៅមានុបសូមស្វាគមន៍មកកាន់រូងភ្នំអាត់កំបាំងគាត់ទើបតែដើរបានបន្តិចស្រាប់តែភ្លាមនោះគាត់បានឃើញបុរសចម្លែកម្នាក់មានរូបរាងចម្លែកដើរឆ្ពោះមកគាត់យ៉ាងលឿនហើយបានឈរនៅចំពីមុខគាត់ដនមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងតើមនុស្សចម្លែកនោះជាអ្នកណាវាមើលទៅដូចជាបិសាចប៉ុន្តែមានរាងកាយជាមនុស្សកុំព្យាយាមសាកល្បងដើរមកខាងមុខទៀតបើមិនដូច្នោះទេឯងនឹងមានគ្រោះថ្នាក់សូមស្ដាប់យើងមិនមែនជាអ្នកភូមិដែលត្រូវបានឯងបន្លាចកន្លងនោះទេយើងមកទីនេះដោយមានគោលបំណងមួយហើយគ្មានអ្វីអាចបញ្ឈប់យើងបានទេសូមជៀសផ្លូវបើមិនដូច្នោះទេឯងនឹងស្លាប់បន្ទាប់ពីដនបានព្រមានបរិសចម្លែកនោះបានឆ្លើយយ៉ាងមានកំហឹងក្តៅក្រហាយយ៉ាងខ្លាំងតែឯងមិនដឹងទេឬថាការចូលទៅក្នុងរូងភ្នំនេះអាចនឹងធ្វើឲ្យឯងបាត់បង់ជីវិតយើងមិនដឹងទេយើងគ្រាន់តែចង់ដឹងអាត់កំបាំងរបស់រូងភ្នំនេះតែប៉ុណ្ណោះហើយបើឯងព្យាយាមបញ្ឈប់យើងម្ដងទៀតឯងនឹងស្លាប់និយាយចប់ដនបានរត់ទៅមុខហើយបានចូលទៅក្នុងរូងភ្នំនោះណែចៅមានុបសូមស្វាគមន៍មកកាន់រូងភ្នំអាត់កំបាំងយើងបានអន្តងព្រលឹងហៅមនុស្សជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅពេលដែលពួកគេបានឆ្លងកាត់រូងភ្នំមួយនេះមនុស្សក្នុងភូមិមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលបានឮសំឡេងរបស់យើងហើយបន្ទាប់មកក៏រត់ចាក់ចេញពីទីនេះគ្មាននរណាមួយដែលហ៊ានចូលក្នុងរូងភ្នំមួយនេះទេប៉ុន្តែឯងវិញពិតជាក្លាហានខ្លាំងណាស់ចៅមានុបឯងគឺជាក្មេងប្រុសដ៏ក្លាហានម្នាក់ដែលបានហ៊ានចូលមកកាន់រូងភ្នំមួយនេះតែម្នាក់ឯងប៉ុន្តែតើហេតុអ្វីបានជាយើងមិនអាចមើលឃើញអ្នកតតែសោះឬឯងកំពុងបំបាំងកាយមិនឲ្យយើងឃើញមែនឬទេឯងមិនអាចឃើញយើងបានទេឥឡូវនេះពីព្រោះយើងគ្រាន់តែជាស្រមោលនៃអរិយទឹករីឯអរិយទឹកពិតប្រាកដត្រូវបានចាប់ខ្លួនឃុំឃាំងនៅក្នុងរូងភ្នំយ៉ាងជ្រៅជាយូរឆ្នាំណាស់មកហើយត្រូវឃុំខ្លួនបើអញ្ចឹងតើមានវិធីណាក្នុងការដោះលែងពីការឃុំឃាំងអំពើវេទមន្តពីបិសាចមួយនោះទេមិនមានវិធីក្នុងការដោះលែងយើងពីបិសាចវេទមន្តនោះទេប៉ុន្តែចៅមានុបមានវិធីមួយដែលអាចទៅដល់វាបានប៉ុន្តែអ្នកត្រូវធ្វើដំណើរយ៉ាងជ្រៅចូលទៅក្នុងរូងភ្នំនោះមានតែគាត់ប៉ុណ្ណោះដែលអាចប្រាប់ឯងពីអាត់កំបាំងនៃការដោះលែងពីការឃុំឃាំងបានដូច្នេះដនបានចាប់ផ្ដើមដើរទៅយ៉ាងជ្រៅក្នុងរូងជួយផងតើអ្នកណាធ្វើដាក់យើងជួយ
ជួយជួយជួយយើងផងជួយយើងផងជួយ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 យើងផងជួយយើងផង ដនបានចាប់ផ្ដើមដើរទៅយ៉ាងជ្រៅក្នុងរូងនៅពេលដែលគាត់ចូលទៅក្នុងរូងយ៉ាងជ្រៅគាត់ក៏ឃើញភ្លើងធាតុខ្យល់ដុតឆាបឆេះនៅខាងក្នុងមកនេះមកចៅមានរូបដ៏ក្លាហានយើងកំពុងរងចាំឯងហើយយើងដឹងថាមានតែឯងប៉ុណ្ណោះដែលអាចដោះលែងយើងចេញពីរូងភ្នំនេះបានសូមស្វាគមន៍មកកាន់ទីកន្លែងនេះយើងចង់ឃើញឯងខ្លាំងណាស់ចៅមនុស្សសូមឈរឲ្យចិត្តយើងបន្តិចមកកុំរត់ទៅណាអីចៅមនុស្សយើងនឹងមិនប៉ះពាល់ដល់ឯងទេយើងដឹងថាឯងបានមកជួយយើងហើយប៉ុន្តែគិតឲ្យបានប្រុងប្រយ័ត្នការដោះលែងយើងមិនមែនជាអ្វីដែលងាយស្រួលនោះទេតែតើខ្ញុំអាចជួយអ្នកបានយ៉ាងដូចម្ដេចហើយហេតុអ្វីបានជាអ្នកត្រូវបានចាប់ខ្លួនឃុំឃាំងនៅទីនេះមិនអីទេយើងនឹងប្រាប់ឯងជាច្រើនឆ្នាំកន្លងទៅមានបុរសម្នាក់រស់នៅក្បែររូងភ្នំមួយនេះគាត់ក្រីក្រខ្លាំងណាស់គាត់បានបរិភោគផ្លែឈើដែលដុះនៅសួនខាងក្រៅនេះក្នុងចំណោមផ្លែឈើនោះមានផ្លែឈើចម្លែកមួយដែលមានពន្លឺភ្លឺចែងចាំងនិងមានអារម្មណ៍ថាអស្ចារ្យខ្លាំងណាស់យើងបានសង្កេតឃើញថាវាអាចបន្ថែមអាយុកាលយើង100ឆ្នាំតែយើងមិនអាចឆេះវាបានឡើយទោះតែមានមនុស្សបានបេះវាឆេះជាមុនសិនថ្ងៃមួយបុរសនោះបានបេះផ្លែឈើដែលមានពន្លឺភ្លឺផ្លេកៗនោះហើយបានដើរចូលទៅក្នុងរូងភ្នំយើងបានដើរតាមគាត់ចៅមនុស្សឯងបានបេះផ្លែឈើដែលមានពន្លឺភ្លឺផ្លេកៗនេះហើយឲ្យផ្លែឈើនេះមកយើងហើយយើងនឹងឲ្យបំណងប្រាថ្នាទៅឯងចំនួន2សូមឲ្យបួងសួងមកយកព្រមយើងនឹងផ្ដល់ផ្លែឈើដែលមានពន្លឺផ្លេកៗនេះឲ្យទៅឯងតែយើងមានបំណងប្រាថ្នា2បំណងទី1គឺឲ្យសួនផ្កានេះជារបស់យើងជារៀងរហូតបំណងទី2អ្នកត្រូវបានឃុំឃាំងខ្លួននៅក្នុងរូងភ្នំនេះជារៀងរហូតហើយគ្មាននរណាអាចមកជិតសួននេះបានទេយើងនឹងគ្រប់គ្រងវាតែម្នាក់ឯងហា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 បុរសនោះបានហុចផ្លែឈើមកឲ្យយើងហើយយើងបានឆេះវាបន្ទាប់មកអាយុកាលរបស់យើងបានកើនឡើង100ឆ្នាំតែដូចបានសន្យាយើងត្រូវបានឃុំឃាំងខ្លួនក្នុងរូងភ្នំនេះប៉ុន្តែមុននឹងយើងត្រូវបានឃុំឃាំងខ្លួនយើងបានដាក់បណ្ដោះសារចៅមេនុបនោះថាសូមឲ្យឯងមិនអាចចូលរូងភ្នំនេះជារៀងរហូតហើយនឹងឯងខ្លាចជាមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលចាប់តាំងពីពេលនោះមកគាត់មិនអាចមករូងភ្នំមួយនេះបានជារៀងរហូតមុនខ្ញុំទៀតតើមាននរណាម្នាក់បានព្យាយាមជួយអ្នកដែរឬទេមានចៅមនុស្សមានក្មេងប្រុសម្នាក់នៅក្នុងភូមិធ្លាប់មានភាពក្លាហានចូលមកជួយយើងគាត់បានយកផ្លែ
ដែលមានពន្លឺភ្លឺផ្លេកៗនោះហើយបានកំពុងរៀបតែនឹងចូលរូងភ្នំមួយនេះទៅហើយប៉ុន្តែបុរសដែលមានរូបរាងមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលនោះបានសម្លាប់គាត់នៅខាងក្រៅបាត់ទៅហើយចាប់តាំងពីពេលនោះមកពាក្យចចាមអារាមបានលេចចេញថាយើងជាអ្នកសម្លាប់ចៅមាណពកំសត់នោះ